ដល់រដូវធ្លាក់ខ្យល់ផ្កាកឺអ្នកនៅស្រុកស្នេហ៍ចំការដូចខ្ញុំឥឡូវនេះគឺចាប់ផ្ដើមត្រជាក់តិចតិចណាបងប្អូនហើយពេលធ្លាក់ខ្យល់ត្រជាក់បែបនេះគឺខ្ញុំនឹកឃើញឃ្លានចង់ញ៉ាំមាន់ស្រែដុតណាបងប្អូនថាបើសិនជាបានញ៉ាំមាន់ស្រែដុតមិនត្រជាក់អញ្ចឹងមិនដឹងថាឆ្ងាញ់យ៉ាងណាអត់ចាំយូរទេណាបងប្អូនឲ្យប្តីជួយបង្កាត់ភ្លើងឲ្យបានឆេះល្អហើយខ្ញុំនេះគឺទៅផ្សារទៅទិញបានមាន់មួយគឺមាន់ស្រែល្អណាបងប្អូនហើយមាន់នេះគឺមាន់ខ្ចីណាហើយមាន់ស្រែនេះគឺខ្ញុំយកវាមកដុតជាមួយនឹងស្រាសនៅពេលដែលយើងដុតជាមួយនឹងស្រាសវាធ្វើឲ្យសាច់មាន់នេះកាន់តែស្វិតហើយផ្អែមឆ្ងាញ់ណាបងប្អូនមុននឹងខ្ញុំយកមាន់ទៅដុតគឺខ្ញុំយកសាច់មាន់ហ្នឹងគឺមកជ្រៀកផ្លូវរបស់វាដើម្បីនៅពេលដែលយើងដុតគឺយើងប្រឡាក់គ្រឿងចូលជាតិបានល្អហើយគ្រឿងដែលខ្ញុំយកមកប្រឡាក់មាន់គឺមានម្សៅស៊ុប1ស្លាបព្រាបាយប៊ីចេងកន្លះស្លាបព្រាបាយស្ករកន្លះស្លាបព្រាបាយជាមួយនឹងអ្វីដែលខ្វះអត់បានគឺទឹកប្រេងខ្យងជីនស៊ូដាក់ទឹកប្រេងខ្យងជីនស៊ូចូលប្រឡាក់មាន់ធ្វើឲ្យសាច់មាន់របស់យើងកាន់តែមានរសជាតិឆ្ងាញ់ប្លែកតែម្ដងលក្ខណៈពិសេសដែលធ្វើឲ្យទឹកប្រេងខ្យងជីនស៊ូនេះមានរសជាតិឆ្ងាញ់ណាគឺវាចម្រាញ់ចេញពី oyster និងស្ការលុបពិតៗមកពីប្រទេសជប៉ុនមានគុណភាពស្តង់ដារអន្តរជាតិនឹងធ្វើឲ្យមុខម្ហូបរបស់យើងកាន់តែឈ្ងុយឆ្ងាញ់ហើយខ្ញុំក៏ដាក់បន្ថែមជាមួយនឹងទឹកម្ទេសជីនស៊ូបន្ថែមដែរបន្ថែមទឹកម្ទេសជីនស៊ូនេះធ្វើឲ្យសាច់មាន់របស់យើងនឹងគឺមានពណ៌ក្រហមស្អាតហើយមានរសជាតិហឹរតិចតិចកាន់តែឆ្ងាញ់ណាបងប្អូនអញ្ចឹងខ្ញុំដាក់បន្ថែមតែបន្តិចតែប៉ុណ្្នឹងហើយគឺយើងកូរគ្រឿងទាំងអស់ហ្នឹងគឺចូលគ្នាឲ្យបានសព្វល្អណាបងប្អូនកូរសព្វហើយខ្ញុំយកគ្រឿងដែលយើងបានដាក់ចូលគ្នានេះយកមកប្រឡាក់ជាមួយនឹងសាច់មាន់អញ្ចឹងយើងយកគ្រឿងដែលខ្ញុំបានយកមកកូរច្បល់ចូលគ្នាហ្នឹងគឺលាបនៅលើសាច់មាន់ឲ្យសព្វណាបងប្អូនទាំងខ្នងសងខាងជាមួយនឹងសាច់ខាងខ្នងទ្រូងមាន់អីហ្នឹងគឺយើងលាបឲ្យសព្វទៅនៅពេលដែលយើងលាបគ្រឿងនឹងចូលហើយរយៈពេលយើងផ្អាប់ទុកប្រហែលជា5នាទីហើយខ្ញុំក៏យកមាន់ស្រែរបស់ខ្ញុំនេះគឺយកមកដាក់ដុតនៅក្នុងឆ្នាំងដីណាបងប្អូនគឺដុតក្នុងឆ្នាំងដីនេះធ្វើឲ្យសាច់មាន់របស់យើងហ្នឹងគឺវាក្តៅងុំល្អហើយក្លិនកាន់តែឈ្ងុយអញ្ចឹងខ្ញុំពេលដែលខ្ញុំមុននឹងដាក់មាន់ចូលដុតគឺខ្ញុំដាក់គល់សក្តិទ្រាប់បាត់ពីក្រោមហើយខ្ញុំយកសាច់មាន់ជាមួយនឹងគ្រឿងក្នុងមាន់អីហ្នឹងគឺដាក់ចូលជាមួយនឹងបន្ថែមនឹងស្លឹកក្រូចសើចហើយនឹងខ្ទឹមក្រហមបន្ទាប់ពីដាក់គ្រឿងចូលអស់ហើយគឺខ្ញុំដាក់បន្ថែមស្រាសកន្លះចានចង្កឹះទឹកសកន្លះចានចង្កឹះជាមួយនឹងខ្លាញ់ហ្នឹងគឺកន្លះចានចង្កឹះហើយបន្លែបងប្អូនចូលចិត្តញ៉ាំអីដាក់នឹងទៅសម្រាប់ខ្ញុំគឺដុតជាមួយនឹងស្ពៃក្តោបនៅពេលដែលយកស្ពៃក្តោបមកដាក់ដុតជាមួយនឹងសាច់មាន់ស្រែបែបនេះធ្វើឲ្យស្ពៃក្តោបមានរសជាតិផ្អែមឆ្ងាញ់ណាបងប្អូននៅពេលដែលខ្ញុំដាក់ស្ពៃក្តោបចូលសាច់មាន់រួចរាល់ហើយខ្ញុំក៏យកឆ្នាំងដីហ្នឹងគឺមកដាក់នៅលើចក្រានខ្ជុងដែលយើងបានបង្កាត់ហើយនេះគឺយើងដុតរយៈពេលកន្លះម៉ោងនៅពេលដែលដុតបានរយៈពេល10ទៅ15នាទីគឺខ្ញុំបើកគម្របឆ្នាំងមកត្រឡប់មាន់ម្សាសិនហើយយើងក៏ដុតបន្ថែម15នាទីទៀតអូយបងប្អូនហើយនៅពេលដែលគ្រប់កន្លះម៉ោងបើកឆ្នាំងមកគឺថាឡើងឈ្ងុយគឺសាច់មាន់យើងគឺឆ្អិនល្អមែនតើណាគឺថាឡើងក្រៀមក្រហមតែម្ដងគាត់តែឃើញមាន់ឆ្អិនហើយខ្ញុំអត់ចាំយូរទេណាបងប្អូនគឺខ្ញុំមកលើកឆ្នាំងដុតមាន់ណាយកចូលទៅក្នុងផ្ទះបាយរៀបចំញ៉ាំភ្លាមតែម្ដងហើយមាន់ស្រែដែលខ្ញុំដុតស្រាសនៅក្នុងឆ្នាំងដីនេះគឺខ្ញុំអត់យកចេញទេបងប្អូនគឺខ្ញុំយកអង្រែមកដំឆ្នាំងដីយើងតិចតិចដើម្បីយកមាន់ខាងក្នុងមកញ៉ាំហ្មងគាត់តែដំឆ្នាំងដីហើយបើកមកបងប្អូនណាគឺថាសាច់មាន់គឺក្រហមល្អអូយឈ្ងុយមែនតែនឃើញពណ៌សាច់មាន់ណាសម្រស់មាន់ស្រែដុតស្រាសនេះហើយគឺទ្រាំអត់បានទេណាបងប្អូនគឺខ្ញុំមកហែកមាន់មកផ្លូវនេះគឺមកភ្លក់មុនហ្មងណាថារសជាតិវាបែបណាដែរមាន់ស្រែដែលដុតជាមួយនឹងស្រាសនេះអូនិយាយពីថាដាក់មួយម៉ាត់ចូលទៅគឺសាច់មាន់គឺថាឡើងផ្អែមស្វិតតែម្ដងណាបងប្អូនហើយសម្រាប់សាច់មាន់ស្រែដុតស្រាសតិចបងប្អូននិយាយថាញ៉ាំមាន់ស្រែដុតស្រាសខ្លាច់ស្វឹងអីហ្នឹងគឺអត់ទេបងប្អូននៅពេលដែលយើងដុតជាមួយនឹងស្រាសតែ10នាទីនេះគឺអស់ជាតិអាល់កុលហើយសម្រាប់ស្រាសនៅពេលដែលយើងដុតជាមួយសាច់មាន់ធ្វើសាច់មាន់យើងកាន់តែផ្អែមស្វិតអូយឆ្ងាញ់មែនទែនបងប្អូនដែលចង់ញ៉ាំអាចសាកល្បងធ្វើតាមបានគឺរសជាតិឆ្ងាញ់ប្លែកមែនទែន